បញ្ចប់នេះទម្ងន់30គីឡូបាទតម្លៃ 100000 រៀលបាទនេះគឺជាប្រភេទពូជចកសូឡាបាទដើមកំណើតពីដើមងាយដំបូងគេផុតឬគេថានៅប្រទេសឥណ្ឌាបាទប៉ុន្តែនៅប្រទេសណាពិតប្រាកដអត់ដឹងទេបាទដឹងថាឥឡូវតាមនៅស្រុកខ្មែរបងប្អូនបាទនៅទីរួមស្រុកស្ទងខេត្តកំពង់ធំបាទនៅជាប់ផ្លូវជាតិលេខ 6 តែម្ដងបងប្អូនមកដល់ស្រុកស្ទងដូចមកដល់តំបន់ចកសូឡាអញ្ចឹងបងប្អូនហើយចកនេះមកប្រហែលគីឡូចា30គីឡូបានថង33ថង33ថងណាតែគូឃើញ4ថងគឺឃើញ4ថងហើយខែ3ថងនេះចាអូខេចឹង30គីឡូនេះគឺមាន4ថងបងប្អូនបាទ30គីឡូ30គីឡូ30គីឡូបាទមាន4ថងបងប្អូន 100000 ណាចឹងនេះគឺ5គីឡូបងប្អូន7គីឡូបងប្អូន7គីឡូហើយនេះគឺដែលខ្ញុំតែនិយាយថាមួយថង15គីឡូ50000ប៉ុន្តែជាក់ស្ដែង10គីឡូ17គីឡូហ្នឹងហើយពួកយើងដាក់លើសជើងភ្ញៀវរហូតយើងអាចដាក់ខ្វះទេកាលណាដាក់រឿងខ្វះតើតើមួយបន្លែតើតើជាមួយនឹងបន្លែវាស្រកបាទតើតើបន្លែស្រកអញ្ចឹងនៅពេលដែលយើងដាក់ស្មើគត់អញ្ចឹងណាគឺបាសជាស្រកគីឡូហើយអញ្ចឹងបងប្អូនដល់បងប្អូនបងថាស៊ីភ្នែកជីងស៊ីភ្នែកគីឡូបាទអត់ទេបាទគឺយើងដាក់លើសដល់17កាលណាយូរថ្ងៃទៅកាន់ស្រកទៅបងប្អូនមកថងប៉ុណ្ណេះហ่า17គីឡូបើថាស្រកស្ងួតវិញវាសល់តែ5គីឡូអីទេអូនណាស្រកអស់ស្ងួតបណ្ដោយសល់5គីឡូតែបើស្ងួត 100% នៅសល់មិនដល់3គីឡូផងបាទដល់3គីឡូផងបាទ2គីឡូជាងបាទវានៅសល់តែ10% ទេបងប្អូនបាទស្ងួតណាចឹងមកថ្ងៃមុនមានបងដែលគាត់ចង់ធ្វើជីគាត់ថាចកសូឡាគឺជាប្រភពនៃអាសូតបាទគឺគាត់ចង់ផលិតជីចេញពីចកសូឡាបាទហើយគាត់កំងឲ្យខាងខ្ញុំនេះសម្ងួតឲ្យស្ងួតឲ្យគាត់ឲ្យដាំឲ្យគាត់មួយតោនប្រហែលលានអីមួយតោនបាទមួយតោន2លានបាទគឺធ្វើអត់បានបងប្អូនបាទស្ងួតឆត់តែម្ដងគឺអត់បានទេបងប្អូនណាបាទដោយសាររាល់ថ្ងៃនេះគឺយើងដាំគ្រប់គ្រងសម្រាប់តែបងប្អូនជាកសិករយើងអាសើមទេដាំគ្រប់គ្រងអត់តាន់ផងបាទមានដីដាំផងតោននោះវាត្រូវការទំហំដីប្រហែលជាទុំ5ហិកតាបាទធ្លាក់បែកឥឡូវបាទច្រើនមែនទេបងប្អូនអញ្ចឹងបើសិនជាស្ងួតវិញគឺអត់បានទេទំហំមហត្តាយើងផលិតបានត្រឹមតែ10តោននេះមហត្តាអញ្ចឹងបើសិនជាវាស្ងួតវានៅសល់មានន័យថាក្នុង10គីឡូសល់តែ2គីឡូទេ15គីឡូសល់2គីឡូអញ្ចឹងវាត្រូវការដីធំខ្លាំងអញ្ចឹងគ្រប់គ្រងអត់កើណាគ្រប់គ្រងបានប្រសើរអូខេអញ្ចឹងសម្រាប់កញ្ចប់ផ្សេងទៀតដូចជាកញ្ចប់នេះគឺកញ្ចប់150,000កញ្ចប់150,000កញ្ចប់150,000អញ្ចឹងទៅបាទនេះកញ្ចប់60000 90000 50000 60000អញ្ចឹងទៅអូខេអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលត្រូវការទិញពូជចកសូឡាហើយនឹងសិក្សាពីវិធីសាស្ត្រក្នុងការដាំចកសូឡាបងប្អូនឆាតឬក៏មិនឬក៏បងប្អូនចូលទៅ like page បាទឬក៏ TikTok បងប្អូននឹងឃើញវិធីសាស្ត្រក្នុងការដាំហើយបងប្អូនណាឃើញវិធីសាស្ត្រក្នុងការដាំហើយបងប្អូននឹងចូលទៅសិក្សាបាទនៅលើនេះមានតែការស្វ័យសិក្សាទេដែលធ្វើបងប្អូនរីកចម្រើនលឿនណាបងប្អូនអត់មានការស្វ័យសិក្សាទេគឺអត់រីកចម្រើនលឿនទេចាំតែគេបរៀនរហូតចាំតែគេហៅទៅរៀនគឺអត់ចេះទេគឺបងប្អូនត្រូវទៅចេះស្វែងរកមេរៀនល្អៗយកមកដាក់ខ្លួនកុំព្យាយាមសិក្សាពីកំហុសរបស់ខ្លួនឯងកុំសិក្សាពីមេរៀនចាស់ច្រើនពេកគឺត្រូវតែព្យាយាមទៅរកមេរៀនឲ្យល្អឲ្យបានច្រើនយកមកដាក់លើខ្លួនឯងបងណាហ្នឹងហើយយកមកសិក្សាយកមកអនុវត្តយកមកបកប្រែការក្នុងជីវិតបានជីវិតយើងរីកចម្រើនបងប្អូនហ្នឹងហើយអូខេអញ្ចឹងវីដេអូនេះសូមឆ្លៃតែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយបាទតើតោជាមួយរឿងតង់ទីស្វ័យកន្លែងដាំចកសូឡាបងប្អូន